អ្នកទាំងអស់គ្នាទៅដើរលេងសៀមរាប2យប់3ថ្ងៃជាមួយណូភីអត់ចង់ដឹងអត់ថាពេលទៅលេងសៀមរាបពេលខែភ្លៀងអញ្ចឹងនេះតើវារ៉ាក់រ៉ាក់ឬក៏សប្បាយប៉ុណ្ណាចាំមើល vlog ជាមួយដំណើរកម្សាន្តរបស់ណូភីនៅក្នុង vlog នេះទាំងអស់គ្នាណាHello សួស្តីអ្នកទាំងអស់គ្នា Welcome back មក Nopia Vlog Trip with me with Nopia អ្នកទាំងអស់គ្នាខានធ្វើវីដេអូ trip បែបហ្នឹងយូរហើយចេញមកគឺរោគរ៉ាក់តែម្ដងចាគឺត្រូវការងើបតាំងពីម៉ោង3ភ្លឺអ្នកទាំងអស់គ្នាឥឡូវហ្នឹងគឺយើងរៀបចេញដំណើរទៅហើយអ្នកទាំងអស់គ្នាគឺខ្ញុំទៅនេះគឺតម្រង់នឹងទៅលេងសៀមរាបអូខេយើងធ្វើដំណើរបានបន្តិចឥឡូវយើងចុះបត់ដៃបត់ជើងទាំងអីធឹកណាអ្នកទាំងអស់គ្នាហើយតោះមកចាំយើងបន្តដំណើរទៅទៀត A few inches later ចាគឺរបៀបថាឡើងលើឡាអត់បានម៉ានណាគឺមានចំណីចូលមាត់ទៅដល់អ្នកទាំងអស់គ្នាមកមុខបាំងវិញខ្ញុំហ្មងអ្នកទាំងអស់គ្នានិយាយទៅប៉ឹងបងអូនឲ្យថតនេះគឺថតលក្ខណៈថាស៊ូមចុះស៊ូមឡើងអត់យល់ឃើញអត់ខ្ញុំប្រាប់ហើយថាចំណីឥឡូវមកបាយម្ដងអ្នកទាំងអស់គ្នានិយាយទៅតែពីអត់ឈប់បដៅមាត់នឹងរហូតដល់សៀមរាបចាសូមអរគុណរបៀបថាយើងចេញពីផ្ទះយើងមកពីម្ពិញមករៀងលឿនដែរអ្នកទាំងអស់គ្នាអញ្ចឹងមកដល់នេះបើយើងចូលដីសៀមរាបហ្មងវារៀងលឿនណាអញ្ចឹងឥឡូវបន្ទាប់ពីវីដេអូដែលខ្ញុំថតនោះបាយផឹកឥឡូវនេះយើងមកហៅបាយថ្ងៃទៀតហើយចាវឡុកសៀមរាបចឹងនេះអត់អូសកន្លែងយូរឯអ្នកទាំងអស់គ្នាឥឡូវមកហៅដល់កន្លែងញ៉ាំអីហើយហើយបន្ទាប់មកយើងក៏ហៅកញ្ចក់អង្គុយបានអ្នកទាំងអស់គ្នាយើងផ្អៀងប្អូនដាក់កាមេរ៉ាបង្ហាញសម្រស់អីចឹងញាក់ញាក់អីចឹងតិចទៅអ្នកទាំងអស់គ្នាងាយណាបានបង្ហាញនេះអ្នកទាំងអស់គ្នាមកហូបរបស់ពួកយើងសម្រាប់ថ្ងៃធំមានតែមាន់ដុតជាមួយនឹងថៃអាំងថៃឆ្លូញអីហ្នឹង7បុក7អីចឹងណាអ្នកទាំងអស់គ្នាជាតិសាហាវចាកន្លែងនេះមានជាការចាញ់បោកលោកពូចាពូថាអូយតែជាក់ទេជិះតែមកផ្លេតដល់កន្លែងគេងមានណាអ្នកទាំងអស់គ្នាមើលជាក់ស្ដែងក្តៅចង់ឆេះគេងមកស្ដាំយឺនទៅលើនិយាយទៅក្រៅហើយដាក់មកពេលទៅពេលដល់ពេលមកស្មូតអានេះសាច់ឈុតខែវឆាអ្នកទាំងអស់គ្នាហ្នឹងហើយអ្នកទាំងអស់គ្នាឥឡូវយើងមកដល់ក្រុងសៀមរាបហើយស្របពេលហ្នឹងគឺស្ទះខ្លាំងមែនតើហ្មងដោយសារបងអង្គុយអេណាក៏ដើរមកដល់នឹងដែរចឹងឥឡូវនេះយើងតម្រង់ទៅកន្លែងគេងរបស់យើងអ្នកទាំងអស់គ្នាដោយសារមកជើងនេះគឺច្រើនគ្រួសារខ្លាំងមែនតើហ្មងឡើង5 6 7ចង់7គ្រួសារអ្នកទាំងអស់គ្នាយើងកក់ជាមួយនឹង private villa ទូចមួយដែលគាត់មានឈ្មោះថា Lasan Private Villa អ្នកទាំងអស់គ្នានេះគឺផ្លូវដែលខាងខ្ញុំបត់ចូលទៅនិយាយទៅមានអីកន្លែងផ្ទះគេគឺធំអ្នកទាំងអស់គ្នាមានអាងទឹកមានចក្រានបាយមានអីដែលជារបស់យើងហ្មងណាហ្នឹងហើយអ្នកទាំងអស់គ្នាបន្ទាប់ពីបានថតតិចតួចនៅក្នុងហ្នឹងហើយអ្នកទាំងគ្នាឃើញហើយឥឡូវហ្នឹងគឺយើងចាប់ផ្ដើមប្រម៉ូអីវ៉ាន់របស់យើងពី LAN ដើម្បីយកទៅចូលបន្ទប់របស់យើងអ្នកទាំងអស់គ្នាចាំខ្ញុំឲ្យអ្នកទាំងគ្នាមើលខាងក្នុងបន្ទប់បន្ថែមទៀតណាមានជាការហត់អ្នកទាំងគ្នាឡើងហៀងយើងក៏ខ្លាក់មើលតែសក់ក្បាលក៏ដឹងឥឡូវយើងហេវ៉ាន់អីហើយអស់ហើយយើងចេញមកក្រៅមកផ្សារធំលើហ្នឹងដើម្បីទិញគ្រឿងសមុទ្រទិញសាច់ទិញអីទិញបន្លែទិញអីដែលយើងធ្វើ dinner ញ៉ាំពេលល្ងាចទាំងអស់គ្នាអញ្ចឹងណាតែញយកតែគ្រឿងសាច់គ្រឿងអីទេតែឃើញនំពងទាទិញនំពងទាទុកញ៉ាំពេលយប់ទេអ្នកទាំងអស់គ្នាឥឡូវយើងមកដល់ផ្ទះវិញហើយកាត់ទៅឥឡូវនេះគឺលាយគ្រឿងលាយអីសម្រាប់អាំងលាងបន្លែលាងអីចឹងណានេះអ្នកទាំងអស់គ្នាសម្រាប់អាហារពេលល្ងាចរបស់យើងអាំងសាច់ញ៉ាំជុំគ្នាចឹងណាញ៉ាំខ្លួនមើលអ្នកទាំងអស់គ្នាឥឡូវយើងឆ្អិនបានខ្លះហើយយើងនាំគ្នាមកញ៉ាំអ្នកទាំងអស់គ្នាកុំប្រកាន់ជាមួយនឹងដៃចាប់ឡើងហ្នឹងអ្នកទាំងអស់គ្នាដោយសារញ៉ាំបងប្អូនអីតញ៉ាំដៃចឹងបានជាតិឃ
khơi một vậy là nhọp sẽ chẳng hay lên tật một chẳng mình vậy đám ké nó con chả lắm ấy ở to bị dương nhâm bay chạy thay dương mà đạn chạy này tao ở kia cái rau đồ lầm tập liên sợ rồi là khinh tình nở bên này tao ở kia phở sực tao á. Day 2. Good morning អ្នកទាំងអស់គ្នាថ្ងៃទី2នៅសៀមរាបចាងើបពីគេមកគឺភ្លៀងទាំងព្រលឹមត្រជាក់ត្រជុំតែម្ដងចាបាច់ទៅណាទេយើងចូលបន្ទប់ហើយយើងដេកតអាយអូឌីម៉ាចាដោយសារតែម៉ាក់និយាយថាបាច់គេងតទេងើបឡើងធ្វើខ្លួនលុបមុខដោះថ្មិញឲ្យហើយទៅព្រឹកហ្នឹងគឺយើងដើរទៅប្រាសាទចានាងខ្ញុំមិនលំអងយូរចាគឺស្ទុះស្ទៀងងើបមកមូសក់មូអីតែម្ដងអ្នកទាំងគ្នាស្បែកមុខហ្នឹងគឺទៅតែលាងហ្វមលាងមុខហើយអ្នកទាំងអស់គ្នាអញ្ចឹងកុំភ្លេចណាអ្នកដែលគាត់ចង់មកស្បែកមុខស្អាតកុំភ្លេចតំណែងជាមួយនឹងឈុតមុខអេបាយអេឃើញអ្នកទាំងអស់គ្នាបន្ទាប់ពីមូសក់អីហើយយើងលាបផាត់មុខជាមួយនឹង sunscreen របស់យើង AVA របស់យើងតែបន្តិចមកដើរលេងមកស្រឡាញ់មកអ្នកទាំងអស់គ្នាក្តៅប៉ុណ្ណាក៏អត់ខ្លាចដែរឥឡូវគឺខ្ញុំ ready ជាមួយសក់ហើយនឹងការស្លៀកពាក់របស់ខ្ញុំ outfit check មិនសូវជាបានថតតាមផ្លូវឲ្យមែនទេព្រោះដោយសារមេឃភ្លៀងអ្នកទាំងអស់គ្នានិយាយទៅជិះក្នុងឡានមករហូតដល់អញ្ចឹងមកដល់ប្រាសាទហើយបានរៀងអត់សូវមានភ្លៀងទៅក៏បានថតឲ្យអញ្ចឹងណានិយាយទៅអ្នកទាំងអស់គ្នាមនុស្សច្រើនខ្លាំងមែនតែនហ្មងហើយដោយសារភ្លៀងវាបែកប៉ាក់រៀងប្របាត់ដើរតិចចឹងចាប់បានថតឲ្យបានតិចតួចចឹងណាសម្រាប់ថ្ងៃទី2នេះជាថ្ងៃដែលយើងមកដើរលេងប្រាសាទទៅអ្នកទាំងអស់គ្នាគឺយើងមកអង្គរទូចមុនសិនណាបន្ទាប់មកបានយើងទៅអង្គរធំយើងទៅលេងប្រាសាទផ្សេងទៀតហៀងប្របែកដែរអ្នកទាំងអស់គ្នានិយាយទៅមេឃភ្លៀងអញ្ចឹងអត់បានដើរចូលទៅក្នុងទេបានតែមកកលឹងមកជុំវិញនឹងហើយក៏នាំគ្នាចុះទៅខំវិញទៅរកកាហ្វេអីចឹងណាអ្នកទាំងអស់គ្នាដោយសារពេលព្រឹកអត់បានដាក់អីហ៎អានេះយើងចូលតួសម្ដែងមុនពេលដែលយើងដាច់ស្បែកជើងអ្នកទាំងអស់គ្នានិយាយទៅទ្រីបនេះរករ៉ាក់មកចាប់ហ្មងអ្នកទាំងអស់គ្នាអាភ្លៀងគឺភ្លៀងហើយតែដើរដាច់ស្បែកជើងទៀតចាអធិស្ឋានអាយអូឌីម៉ាអានេះឈុតសម្ដែងឈុតឆាក់ខ្លីៗដែលសារឃើញគេដើរពីមុខគេរៀងស្វេតមានណាពីអ្នកប្អូនស្រីបែកកំណត់ធ្វើរឿងមួយវិញកាន់គេឆ្លាញ់យើងយកបើបើងោឥឡូវយើងដែររកបានកាហ្វេផឹកឯអ្នកទាំងអស់គ្នាចាបន្ទាប់ពីបានកាហ្វេនឹងហើយយើងនាំគ្នាទៅរកកន្លែងអង្គុយតិចទៅញ៉ាំនំញ៉ាំអីជិបជប់ចឹងណាភ្លេចអួតប្រាប់អ្នកទាំងអស់គ្នាគេទិញស្បែកជើងថ្មីណាឥឡូវកាត់ទៅណាទាំងអស់គ្នាយើងមកដល់ហាងបាយថ្ងៃត្រង់របស់យើងទៀតហើយអធិស្ឋានសម្រាប់ការអង្គុយស្រីណាមដឹងទេតែស្រីនេះឲ្យតែចាប់ដើមអង្គុយទៅគឺលើកជង្គង់ហ្មងអ្នកទាំងអស់គ្នាត្រឡប់ហ្មងនិយាយទៅអាជង្គង់នោះចាប់ចុះខុសបាត់កើតហ្មងចាហើយដល់ពេលដល់វគ្គមហូបលើកមកផ្លេចថតអ្នកទាំងអស់គ្នាព្រោះមកប្រាវឡើងអស់លីងនឹកឃើញទៅបានថតអ្នកទាំងអស់គ្នាយើងមានហៅសាឡមកមុខមន់អាំងមន់ដុតនឹងជាមួយនឹងបាញ់ឆាវអូតែពិតខ្ញុំត្រឡប់អង្គុយលើកជើងកាត់ទៅម៉ាក់ខ្ញុំទេអ្នកទាំងអស់គ្នាអាយអូឌីម៉ាចាអានេះគឺបន្ទាប់ពីញ៉ាំបាយឆ្អែតអ្នកទាំងអស់គ្នាហាត់ប្រាណដើម្បីសម្រកក្បាលពោះអីចឹងណាឥឡូវយើងបន្តដំណើរទៅលេងអង្គរធំម្ដងអ្នកទាំងអស់គ្នានិយាយទៅតាមអមដងផ្លូវនេះគឺក្តៅចឹងមែនតែប៉ុន្តែត្រជាក់ស្រួលដោយសារមានដើមឈើអមសងខាងឥឡូវយើងមកដល់អង្គរធំហើយច្រកចូលរបស់គេណាឡានចាឡានបោកចាសូមអរគុណការ take care របស់បងអូនស្រីមួយនេះចាឡានបោកខឹងនិយាយទៅអ្នកទាំងអស់គ្នាអាចទស្សនាមើលតាមវីដេអូនេះបានណាអត់បានជា voice over បន្ថែមលម្អិតទេអ្នកទាំងអស់គ្នា
សម្រាប់ភាសាអង្គទូចអត់បានដើរចូលខាងក្នុងទេតែភាសាអង្គធំបានចូលទៅខាងក្នុងដោយសារត្រូវនាំប៉ាទៅដែរអ្នកទាំងអស់គ្នាសម្រាប់កន្លែងនេះមានជាការសម្ដែងអ្នកទាំងអស់គ្នាប៉ាប្រាប់ថាមើលកុំភៀមកបាំងឆាត់អីឲ្យប៉ាតិចមើលអីគេអ្នកមានកូនណាចានេះខ្ញុំមិនមកយូរក៏បាំងឆាត់ជូនលោកប៉ាភ្លាមតែម្ដងចាអាតណាស់ស្អាតឯកឧត្តមមានឈ្មោះអ្វីដែរមុខប្រហែលModel Sando ទៅហើយ Model Sando និយាយទៅខ្ញុំឆ្នាំហ្នឹងបានតាមមកវត្តទេអ្នកទាំងអស់គ្នាឥឡូវមកបាបជាមួយអ្នកមានកូនអ្នកយល់ទេបងប្អូនខ្ញុំហ៎យើងចេញពីអង្គធំឯប្រាសាទបាយ័នចាអានេះប្រាសាទនាងទាំង12អ្នកទាំងអស់គ្នានិយាយទៅខ្ញុំមានអារម្មណ៍ថា vlog ខ្ញុំលើកមុនខ្ញុំផុសសៀមរាបដែរហើយវាដូចគ្នានឹងឯងដែលសារខ្ញុំទៅមករៀងញឹកសៀមរាបឆ្នាំនេះគឺញឹកខ្លាំងមែនតើមកឡើងអត់មានអីថតឲ្យអ្នកទាំងអស់គ្នាហ្មងហ៎អួយអ្នកទាំងអស់គ្នាបើនិយាយពីខ្លោងទ្វារចេញភាសាបាយ័នវិញណាអ្នកទាំងអស់គ្នាឃើញអត់ដោយសារខែភ្លៀងអញ្ចឹងទៅវាដោះអាស្លាយខៀវហ្នឹងឡើងស្អាតខ្លាំងមែនតើមកអ្នកគ្នាបានមើលចិត្តវិញឡើងព្រឺសបល់មកអ្នកទាំងអស់គ្នាឡើងបងប្អូនខ្ញុំដាក់ឈ្មោះថាបាយ័នម៉ាឆាឡាតេអ្នកទាំងអស់គ្នានិយាយទៅឡើង green ហ្មងណាចាដោយសារតែដើរទៅវាហត់បែកវាខ្លាំងពេកទៅមានការអស់កម្លាំងចឹងទៅយើងត្រូវបានតកែស្រីកប៉ែម្នាក់មួយកែវទេហ្នឹងហើយក៏ស៊ីកអូព្រីវីឌី Day 3 Good morning អ្នកទាំងអស់គ្នាឥឡូវយើងចូលដល់ថ្ងៃទី3នៅសៀមរាបអ្នកទាំងអស់គ្នាពេលវេលាដើរលឿនខ្លាំងណាស់មានអារម្មណ៍តែមកថ្ងៃមុនសោះឥឡូវចូលដល់ថ្ងៃទី3ត្រូវត្រឡប់ទៅផ្ទះវិញបាទអញ្ចឹងសម្រាប់ថ្ងៃទី3នេះយើងអត់មាន plan អត់មានកម្រងថាទៅណាច្រើនអ្នកទាំងអស់គ្នាយើងជិះតែញ៉ាំអីពេលផឹករកអីញ៉ាំនំបញ្ចុកទឹកប្រហុកអីចឹងណាអ្នកទាំងអស់គ្នាកន្លែងតានិយាយឥឡូវយើងមករកកន្លែងញ៉ាំនំបញ្ចុកឃើញហើយយើងញ៉ាំនៅផ្លូវប្រដាក់អ្នកទាំងអស់គ្នាអញ្ចឹងម្លងពេលមុននឹងចាំនំបញ្ចុកហ្នឹងយើងមាននំបាក់បិនយើងញ៉ាំនំបាក់បិនអីសិនទៅល្មមតែនំបញ្ចុកហើយមួយសាច់ឈូកដែលយើងក៏មកគេនឹងគេមកដល់អាហ្នឹងយើងបានអានេះថតពោះអញ្ចឹងណាបន្ទាប់ពីបានញ៉ាំអីហើយមានការរំអុកពីក្មេងៗចាយើងនាំគ្នាមកហូបកាហ្វេនេះគេតំបើកថ្មីដូម៉ូកាហ្វេនេះមានម៉ាឆាឡាតេមានអីចឹងណាយើងសាករសជាតិម៉ាឆាហើយធីរ៉ាមីស៊ូអីចឹងទៅបន្ទាប់ពីបានកំងជាមួយម៉ាឆាឡាតេធីរ៉ាមីស៊ូម៉ាឆាដូងអីមកញ៉ាំទៅយើងភ្លក់រសជាតិម្នាក់តិចឲ្យបានពីរមុខហ្នឹងទៅអ្នកទាំងអស់គ្នានិយាយទៅឆ្ងាញ់អ្នកទាំងអស់គ្នាគាត់តំបែលគេអញ្ចឹងអ្នកដែលគាត់ទៅតាមផ្លូវប្រដាក់ហ្នឹងអាចចូលទៅសាកញ៉ាំបានមានកាហ្វេមានអីផ្សេងទៀតច្រើនណាឥឡូវយើងបន្តដំណើរទៅមុខទៀតហើយអ្នកទាំងអស់គ្នាយើងទៅលេងសួនសត្វអ្នកទាំងអស់គ្នាក្នុងអំឡុងពេលហ្នឹងដែរឡានរបស់ខ្ញុំកំពុងតែវាយឡើងដូចគ្នាជីហៀងអត់សូវឆ្ងាយហ្មងអ្នកទាំងអស់គ្នាមកគួរសមដែរឥឡូវយើងមកដល់ហើយមកដល់អង្គរ Wonder គេហ្នឹងហើយកន្លែងសួនសត្វគេហ្នឹងណាចូលលេងកន្លែងនេះរៀងអស់លុយអ្នកទាំងអស់គ្នាមកសបត់$11 sponsor ដោយអ្នកមីងរបស់ខ្ញុំចាអត់មានអស់លុយមួយរៀលទេគឺមីងចេញលុយឲ្យទាំងអស់អានេះពេលដើរចូលគេកឹបអាសបត់អីនៅដៃនឹងឲ្យយើងណាអ្នកទាំងអស់គ្នាឥឡូវបានចូលមកដល់ក្នុងហ្នឹងហើយអញ្ចឹងបន្ទាប់ពីហ្នឹងទៅអ្នកគ្នាអាចទស្សនាមើលបានថាមានត្រីអីខ្លះសត្វអីខ្លះនៅក្នុងហ្នឹងណាអញ្ចឹងញ៉ាំបាន voice over ទៀតទេ នេះអ្នកទាំងអស់គ្នាកន្លែងនេះពិភពបាតសមុទ្រនេះអូយកន្លែងហ្នឹងពេញចិត្តជាងគេហ្មងណាចូលទៅអ្នកទាំងគ្នាចាំមើលវីដេអូណានឹងដល់អូន
កិនដល់អូនតាស្ងួនដឹងខ្លួនទេច្បាស់នេះតើអូនកំពុងតែធ្វើអ្វីតើអូនមាននឹកដល់បងខ្លាំងដែរទេឬមានមេនឹងបងដែលមានស្នេហ៍យកមកនៅវេលាថ្មនេះតើអូនកំពុងតែធ្វើអ្វីតើអូនមាននឹងដែរឬទេថារូបបងខំពុងនឹកដល់ស្រី និយាយទៅគេមានវគ្គគេដើរអ្នកទាំងអស់គ្នាយើងដើរខាងក្នុងមើលបាតសមុទ្រមើលត្រីមើលអីពស់អីហែអស់ហើយនៅខាងក្រៅនេះគេមានជាសត្វខ្លាសត្វបក្សីសត្វអណ្ដើកសត្វក្រពើអីទៀតចឹងណា បងតែគិតឲ្យបងតែបងប្រាថ្នាមិនចង់ឲ្យគេនៅចិត្តអូនទេព្រោះខាងត្រូវគេឆក់យកស្ងួន Hey girl look at me back ព្រោះតែបងស្រឡាញ់គឺ we just like that oh ស្នេហារបស់ពួកយើងមួយ អូខេអ្នកទាំងអស់គ្នាចង់បញ្ចប់នៃ vlog របស់នូភាធំហ្នឹងហើយអ្នកទាំងអស់គ្នាឥឡូវហ្នឹងគឺយើងចាប់ផ្ដើមចេញទៅផ្ទះហ្មងហើយចឹងអរគុណសម្រាប់ការទស្សនាកុំភ្លេចណាអ្នកចង់បានស្បែកមុខស្អាតជាមួយនឹងឈុតមុខ AVA